គ្នាថ្ងៃនេះនៅអារម្មណ៍ពុកម៉ែបងប្អូនអស់គ្នាចាចាក់ស្រាយបងប្អូនស្រាយកញ្ចប់3លីត្រហ្នឹងគឺយើងប្រើខ្ទិះដូងតាមបងប្អូនលេខលោកណាបើយើងចង់បានឆ្ងាញ់យើងដាក់ខ្ទិះដើមមកច្រើនជាងយើងដាក់ខ្ទិះដើម8ខាំទៅហើយយើងដាក់ខ្ទិះចុង7ខាំទៅជាមួយនឹងស្រាយកញ្ចប់ទឹក3លីត្រហ្នឹងយើងលេខលោកទឹកហើយនឹងខ្ទិះដូងមួយគ្នាទៅហើយបងអូនដាក់អំបិលបន្តិចស្ករស7ខាំទៅ8ខាំបងអូនភ្លក់ទៅបើសិនជាវាផ្អែមពេកបងអូនអាចថែមខ្ទិះដូងបានតែបើសិនជាចង់បានសាបគឺយើងកុំដាក់ស្ករច្រើនតាំងពីដំបូងណាតោះមកយើងលាយវាចូលគ្នាហើយយកវាមកដាក់នៅលើភ្លើងហ្នឹងកូររហូតដល់បងអូនកូរតតែលបាយទាំងអស់ហ្នឹងមើលទៅលើវែកបើសិនជាវែកហ្នឹងយើងមើលទៅឃើញរលោងហើយគឺយើងចាប់ដើមចារៀបចំវាថាសមកយើងថាសយ៉ាងអីទុកដាក់ហើយបងប្អូនណាចាយើងកូរវារហូតដល់កុំឲ្យឈប់កាលណាយើងឈប់ទៅវាអាចធ្វើឲ្យស្រាយរបស់យើងនឹងកអញ្ចឹងយើងមើលវែកបើសិនជាខ្ទិះដូងទាំងទឹកទាំងខ្ទិះដូងហ្នឹងវាខ្លាចជាលបាយតែមួយហើយចាំយើងយកវាមកចាក់ដាក់ថាសដាក់កែវដាក់ចានអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងទាំងរសជាតិចង់បានខ្ទិះដូងច្រើនដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ស្រាយចាបើសិនយើងចង់បានខ្ទិះដូងតិចយើងលេខតាមហ្នឹងហើយទឹកតាមហ្នឹងទៅហើយស្ករអីក៏អញ្ចឹងដែរបងប្អូនចាបើចង់បានសាបបន្ថយវាទៅបើសិនចង់បានផ្អែមតដាក់ចំនួនស្ករ8ខាំដូចឲ្យបានប្រាប់ខាងលើអញ្ចឹងណាអញ្ចឹងបន្ទាប់ពីកូរមកសន្ទុះធំទៅចាបងប្អូនមើលទៅវាឃើញរៀងរលោងចិត្តស្មើគ្នាហើយអញ្ចឹងយើងចាប់ដើមកូរវាទៀតកាលណាយើងអត់កូរវាទេបើភ្លើងឲ្យទុកវាចោលវាអាចនឹងខាប់ធ្វើឲ្យខ្ទិះដូងរបស់យើងហ្នឹងខ្លោចបានណាវាអាចខ្លោចបាតអញ្ចឹងយើងកូរវារហូតតតែលបាយទាំងអស់ហ្នឹងចូលគ្នាដោយខ្ញុំធ្លាប់ប្រាប់មុនហ្នឹងចាបងអូនរៀបឬក៏ថាសឬក៏ចានតប៉ែតចាបើដាក់ចានជ័រចានកឡុកឬកែវអីចាដែលដាក់លក់ដាក់អីបងអូនរៀបចំមកហើយតទៅពីយើងរៀបចំវាហើយយើងយកវាទៅចាក់ដាក់ថាសចឹងណាចាបងអូនពេលដែលចាក់ដាក់ថាសហ្នឹងគឺយើងត្រូវយកវែកកូរជុំវិញថាសហ្នឹងដើម្បីឲ្យខ្ទិះដូងហ្នឹងវាស្មើលបាយស្មើគ្នាកាលណាយើងចាក់អញ្ចឹងគឺវាខ្ទិះដូងវាទៅតាមមួយចំហៀងទេតបយើងបានកូរវារួចរាល់ហើយយើងចាក់ដាក់ថាសហើយចានៅសល់យើងចាក់ដាក់កែវឬក៏ដាក់ចានជ័រចាកែវថ្មអីតាមបងអូនលេខលោកទៅមានតែប៉ុណ្្នឹងឯងបង